បើក្បាលវីដេអូមកគឺរឿងប្លែកបន្តិចទេបងប្អូនព្រោះថាឈុតនេះគឺមានតែដ្រូនថ្មមួយគ្រាប់ហើយនឹងឆ្នាំងសាកទេបាទជំរាបសួរបងប្អូនខ្ញុំបាទសុភាមេតថ្ងៃនេះយើងមកថតវីដេអូនៅដ្រូនមួយឈុតដែលឲ្យក្រុមការងារយើងធ្វើការ unboxing ជូនបងប្អូនទស្សនាដែលអតិថិជនគាត់ធ្វើការកំងជាគ្រឿងទី4ហើយខ្ញុំពិតជារំភើបខ្លាំងមែនតើគ្រឿងទី4ហ្នឹងគឺគាត់កំងរួចហើយទៅដល់កន្លែងគាត់បានឲ្យខ្ញុំចេញ invoice បន្ថែមមួយឈុតទៀតតែម្ដងអញ្ចឹងទាំងអស់គាត់ប្រើបច្ចុប្បន្ននេះគឺ5គ្រឿងហើយដែលគាត់មានផ្ទៃដីចម្ការច្រើនមែនតើអញ្ចឹងឈុតនេះគឺឃើញប្លែកដោយសារតែគាត់បានធ្វើការទិញដ្រូនពីមុនគឺ3គ្រឿងហើយបងប្អូនណាបាទឥឡូវគាត់ថែមមួយគ្រឿងទៀតទៅដល់ហើយគាត់ឲ្យខ្ញុំចេញ invoice មកគ្រឿងទៀតបាទគឺទាំងអស់គឺ5គ្រឿងពេញបឹបតែម្ដងបាទអញ្ចឹងអ្វីដែលគាត់ទិញទៅប្រើនេះគឺគាត់ប្រើផ្ទាល់ខ្លួនសុទ្ធសាធណាបងប្អូនបាទទាំងចំការទុរេនទាំងចំការចេកហើយចំការផ្សេងជាច្រើនទៀតហើយខ្ញុំស្ដាយមែនតើដែលបានចូលរួមជាមួយក្រុមការងារទៅទីតាំងគាត់ពីព្រោះថារដូវកាលទុរេនប៉ុន្តែអត់បានទៅញ៉ាំទុរេន free បងប្អូនពិតជាស្ដាយខ្លាំងមែនតើបងប្អូនបាទអញ្ចឹងនេះសកម្មភាពរបស់យើងមុននឹងធ្វើការដឹកជញ្ជូនដ្រូនទៅឲ្យអតិថិជនគឺយើងបានធ្វើការunboxing ក៏ដូចជា activate ជូនគាត់ដើម្បីឲ្យដំណើរការដ្រូនក៏ដូចជាថ្មនិងឆ្នាំងសាកផងដែរហើយ set នេះគឺយើងមាន free កង្ហាស្អំមកជាមួយពីរោងចក្រផ្ទាល់តែម្ដងបងប្អូនណាបងប្អូនបើសិនជាបងប្អូនចាប់អារម្មណ៍ដ្រូនកសិកម្មទៅប្រើប្រាស់ពីក្រុមហ៊ុន PLC យើងមានដ្រូនបាទគ្រប់ស៊េរីគ្រប់ម៉ូដែលគ្រប់ខ្នាតតែម្ដងហើយអ្វីដែលសំខាន់គឺការធានាក៏ដូចជាសេវាកម្មជូនបងប្អូនតែម្ដងអ្វីដែលកាន់តែពិសេសទៀតនោះគឺយើងយកដ្រូនពីរោងចក្រមកផ្ទាល់មានការធានាត្រឹមត្រូវមានគ្រឿងបន្លាស់ផ្គត់ផ្គង់គ្រប់ឲ្យបងប្អូនដោយមានភាពកក់ក្ដៅបាទអញ្ចឹងបងប្អូនអាចចង់ដឹងព័ត៌មានឬក៏ប្រឹក្សាយោបល់ខ្ញុំផ្ទាល់តែម្ដងអាចធ្វើការតាក់ទងមកខ្ញុំតាមរយៈទូរស័ព្ទលេខក៏ដូចជាតាក់ទងមកកាន់ Facebook Page TikTok របស់ខ្ញុំឬក៏តាម YouTube ផងដែរបាទហើយខ្ញុំបាទសុភាខ្ញុំនឹងព្យាយាមចែករំលែកទៅកាន់បងប្អូនពាក់ព័ន្ធជាមួយនឹងដ្រូនកសិកម្ម DJI ពីក្រុមហ៊ុន PLC ដែលនាំចូលបាទមុនគេបង្អស់នៅក្នុងប្រទេសកម្ពុជាផងដែរអញ្ចឹងបងប្អូនកុំភ្លេចតាមដានកុំភ្លេចជួយ Follow Like Subscribe ជាមួយនឹងបណ្ដាញសង្គមរបស់ខ្ញុំផងដែរហើយជួបគ្នាបាទនៅវីដេអូក្រោយទៀតអរគុណច្រើន